Sạ sọpរបស់មន្ទីរពេទ្យមិនមានសន្តិភាពនាពេលថ្មីនេះទេហើយរឿងចម្លែកនៅតែបន្តកើតឡើងនៅម៉ោង12ពាក់កណ្ដាលយប់បន្ទាប់មកខ្ញុំបានឃើញគីលានាចាឲ្យស្រីមុខស្លេកដើរចូលទៅក្នុងចណ្ដាលយន្តកំពុងតែឡើងលើដើម្បីសម្រាកបន្ទាប់មកខ្ញុំបានឃើញគីលានីចាឲ្យស្រីមុខស្លេកដើរចូលទៅក្នុងចណ្ដាលយន្តនាងមិនបាននិយាយគ្រាន់តែចុចប៊ូតុងបិទចណ្ដាលយន្តដោយស្ងាត់ទោះបីជាវេជ្ជបណ្ឌិតប្រុសមានអារម្មណ៍ចម្លែកក៏ដោយគាត់មិនបានសួរច្រើនទេប៉ុន្តែនៅពេលដែលទ្វារចណ្ដាលយន្តបិទក្មេងស្រីតូចម្នាក់បានរត់មកភ្លាមឃើញបែបនេះគ្រូពេទ្យប្រុសភ្លាមបានផ្ទុះញើសត្រជាក់ហើយដើរចេញទៅឆ្ងាយហេតុអ្វីបានជាអ្នកមិនផ្ដល់ឲ្យគាត់ពាក្យមួយទើបតែនេះគឺជាបន្ទប់បណ្ដោះបណ្ដាលនៃមន្ទីរពេទ្យរបស់យើងហើយមន្ទីរពេទ្យមានត្រានៅលើដៃសាកសពនេះហើយគាត់គ្រាន់តែពាក់លេខ2នៅលើដៃរបស់គាត់ហើយមនុស្សទាំងនេះទាំងអស់បានស្លាប់នៅក្នុងអគ្គិភ័យដោយចៃដន្យដូច្នេះពួកគេមានការខឹងសម្បារយ៉ាងខ្លាំងមេយីដែលកំពុងការពារសាកសពមិនហ៊ានធ្វេសប្រហែសទេហើយបានបញ្ចូលប្រអប់ផ្ដល់ជូនយ៉ាងឆាប់រហ័សដើម្បីកំសាន្តពួកគេទៅអាហារពេលល្ងាចចោរម្នាក់បានលួចចូលទៅក្នុងបន្ទប់សាកសពនៅជើងខាងក្រោយមិនមែននិយាយទេបុរសនេះពិតជាក្លាហានណាស់គាត់ហ៊ានមកលួចទំនិញបុណ្យសពរបស់អ្នកស្លាប់ខ្ញុំបានឃើញបុរសម្នាក់នេះលើកស្រោមអនាម័យម្ដងប៉ុន្តែគាត់មិនបានរកឃើញពិធីបុណ្យសពសមរម្យទេរហូតដល់ចុងក្រោយត្រូវបានលើកឡើងហើយសាកសពស្រីពិតជាបានបើកភ្នែករបស់នាងចោរបានយកកាំបិតផ្លែឈើចេញដោយប្រញាប់ប្រញាល់ប៉ុន្តែនៅពេលនេះសាកសពស្រីម្នាក់បានឈរនៅពីក្រោយគាត់ហើយមុនពេលចោរអាចប្រតិកម្មគាត់បានឃើញសាកសពស្ត្រីទាំងអស់នៅក្នុងមន្ទីរពិសោធន៍អង្គុយឡើងហើយពួកគេទាំងអស់បានព័ទ្ធជុំវិញចោរនៅក្នុងការរួមគ្នាតាមវិធីនេះចោរត្រូវបានភ័យខ្លាចជាមនុស្សល្ងងបន្ទាប់ពីមន្ទីរពេទ្យបានដឹងពីរឿងនេះវាបានប្រញាប់ប្រញាល់អញ្ជើញបូជាចារ្យដើម្បីជួយសង្គ្រោះពួកគេទោះជាយ៉ាងណាក៏ដោយគាត់បានធ្វើច្បាប់ពេញមួយយប់ហើយនៅទីបំផុតគាត់ត្រូវបានធ្វើទារុណកម្មដើម្បីក្លាយជាគ្រូពេទ្យវិកលចរិតស្នេហាមិនទាន់ចប់ទេហើយបេសាចចាស់នៃប្រទេសម៉ុងតេណេក្រូនឹងទទួលយកគាត់ដើម្បីធ្វើឲ្យប្រលឹងទាំងនេះស្ងប់ស្ងាត់មេយីបានស្នើឲ្យរៀបចំអាពាហ៍ពិពាហ៍ខ្មោចសម្រាប់ពួកគេអ្នកបញ្ចុះសពបានចាប់ផ្ដើមតុបតែងមុខសម្រាប់គូស្នេហ៍ដំបូងប៉ុន្តែនៅពេលដែលអ្នកទាំងពីរឡើងឆាកពួកគេធ្វើឲ្យភ្ញៀវគ្រប់គ្នាភ័យខ្លាចភ្ញៀវដែលមានវត្តមានក៏មានការយល់ច្រឡំផងដែរព្រោះពួកគេមិនដឹងថាគូស្នេហ៍នៅខាងមុខពួកគេពិតជាមិនមែនជាមនុស្សទេប៉ុន្តែគូស្នេហ៍នេះមិនខ្វល់ពីភ្នែកអ្នកដទៃទេហើយមុខរបស់ពួកគេពោពេញដោយសុភមង្គលនៅពេលនេះដែលកំពុងលាក់ខ្លួនក្នុងស្រមោលពេញចិត្តយ៉ាងខ្លាំងចំពោះស្នាដៃរបស់គាត់ប៉ុន្តែសំណាងល្អវាជាអាពាហ៍ពិពាហ៍បែបលោកខាងលិចប្រសិនបើវាជាអាពាហ៍ពិពាហ៍បែបចិនវាត្រូវបានគេហៅថាអាពាហ៍ពិពាហ៍បន្ទាប់មកគូស្នេហ៍នេះគឺជា Zombies មួយគូមេយីគិតថានេះនឹងលុបបំបាត់ការខឹងសម្បាររបស់ក្រុមវិញ្ញាណមិនស្លាប់នេះហើយពួកគេក៏នឹងចាប់កំណើតឡើងវិញដោយសន្តិភាពផ្លូវចិត្តផងដែរ